បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាទឃើញឆ្វាយតំណងផ្លែបាទមើលអឺតចោះអឺតឡើងក៏ចាប់ដើមបាទបេះតែម្ដងហក់យកបេះហែងហក់លិចហក់បេះអត់បានហ្មងណាហេចឹងក៏មើលស្រាលដល់ពេលយើងហក់បេះពេកអត់បានហក់អត់ចៃបានអាចក្តៅគោណាយកឈើមកបេះមើលតែមើលបានមិនបានហើយយកឈើធ្ពក់មកមានអីបានទៅបាទឥឡូវយើងបេះបានហើយអញ្ចឹងមានតែបន្ទាប់គឺយើងយកវាយកទៅចាត់បាទលាងទឹកអីហើយយើងចាប់ដើមធ្វើចាត់វាចំណិតអញ្ចឹងទៅណាអានេះស្វាយនេះអានេះស្វាយថៃអញ្ចឹងវាអត់តន់ចាស់ទេតែនៅជូរធម្មតាវាអត់តន់ចាស់ស្រួលបួលបើសិនជាវាចាស់ទៅវាអត់ជូរទេស្វាយនេះនោះតែជូរមិនជូរមិនសំខាន់យើងឃ្លានហើយយើងបេះហើយអត់ចាំបាច់តចាស់ទេតែឃ្លានគឺបេះហើយហើយនៅស្ទើរនេះចិត្តចាស់ហើយនេះមកមើលក្របក៏ដឹងដែរតែដល់ឃើញដល់ផ្លែវាក្តៅចិត្តពេកបេះអត់បានហើយយកឈើមកបេះមើលវាចិត្តចំណិតចឹងមកយើងស្រួលយើងខាំហូបអញ្ចឹងហូបតែមូលក៏ហូបទៅតែក្បាលវ៉ាល់ទេឥឡូវយើងចាប់ដើមធ្វើការចិត្តវាចំណិតហើយបាទតើពេលយើងចិត្តរួចហើយយើងក៏ចាប់ដើមធ្វើការញ៉ាំតែម្ដងណាអូយយើងថាសាច់វិញយើអូស្រួយថ្ញោកតែម្ដងបងប្អូនអើយជាតិមកជាតិហើយបើមើលតែមាត់ក៏ដឹងថាឆ្ងាញ់ទេបងប្អូនអើយខ្ញុំថាអានេះបើសិនយើងវាចាស់វិញអត់មានជូរបន្តិចមកនេះឲ្យស្ទើរជូរហើយយើងញ៉ាំមកស្វាយនេះម្ដងសាច់វាឡើងក្រហមតែម្ដងណាតែស្វាយពីរហ្នឹងសាច់ខុសគ្នាមួយសាច់រាងលឿងសសាវយើងបេះខុសដើមខុសគ្នាអញ្ចឹងយើងក្លៀនយើងបេះញ៉ាំទៅបាទអត់មានតំណណាឆ្ងាយទេក្បែរផ្ទះហ្នឹងយកអស់ហូបបដាអីបដាទៅតែឆ្ងាញ់យើងដឹងតែអូជាតិតែម្ដងតែយើងហូបអត់ចង់អស់ទៀតហ្នឹងហើយសារវានៅស្ទើរជូរក៏ខាមដឹងថាជាតិតែម្ដងណាមើលមាត់ក៏ដឹងថាឆ្ងាញ់ដែរបងប្អូនអើយយើងថាបេះឆ្វាយដើមក្បែរផ្ទះអានេះបើយើងទុកវាដល់ចាស់អាចនឹងលែងជូរហ្មងតែយើងឃ្លានហើយយើងអត់ចាំបាច់ទុកដល់ចាស់ទេតែឃ្លានគឺបេះតែម្ដងអត់មានសាំញ៉ាំអត់មានញ៉ៃច្រើនទេហើយបើយើងទុកដល់ចាស់អានេះបើទុកដល់ចាស់ទៀតហើយអស់ហើយមានបានចាស់តនទេតែលៀងញ៉ាំបដាអីបដាទៅបាទបុកអំបិលខ្លួនឯងនេះចឹងមកហូបមកហើយមានអីផ្សេងទៀតកាន់តែល្អអានេះយើងមានតែស្វាយទេយើងហូបស្វាយទៅក៏ខែហ្នឹងយើងសម្បូរស្វាយយើងហូបស្វាយហើយយើងមានអីផ្សេងហូបពីស្វាយមានតាកទួតចង់ញ៉ាំកទួតខែនេះthì bốកទួតផ្អែមហើយខាមកមាត់វិញដល់ហើយមាត់មើលមាត់ដល់ហើយមាត់ខាមកចង់ដាច់ហ្មងហើយវីដេអូហ្នឹងមានប៉ុណ្្នឹងទេបងប្អូនអើយអរគុណ